ជំរាបសួរប្រិមិត្តទីចិត្តទីឆ្ងាយទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទនៅវីដេអូថ្មីទៀតហើយថ្ងៃនេះនាំបងប្អូនមកទស្សនាវីដេអូងាយៗទៀតហើយបាទបាទនេះគឺជាម៉ាស៊ីនទឹកក្តៅទឹកត្រជាក់បាទរៀងវាខ្ជូតមែនតើអតិថិជនគាត់កំងមកពីស្រុកក្រៅអញ្ចឹងណាបាទកំងមកពីចិនហើយមួយទៀតវាប្រើ touch screen ផងដែរបាទហើយនេះជើងសម្រាប់ចាប់ជាប់ជាងអានេះសម្រាប់វ៉ានបិទបើកហើយអានេះគឺឡាប៉េរបស់វាបងប្អូនភាគច្រើនគឺនៅខ្មែរយើងអត់សូវប្រើឡាប៉េវានេះទេបាទឡាប៉េដូចយើងក្បាលបូមទឹកទប់ទឹកកុំឲ្យទឹកវាធាក់ថយក្រោយវិញអញ្ចឹងណាបងប្អូនបាទឥឡូវនេះយើងមានអាហ្នឹងមកបាទពីហ្នឹងហើយសម្រាប់អានេះជាទូទៅខ្ញុំអត់សូវដាក់ជួបអាហ្នឹងទេគឺអត់សូវបានប្រើអាឡាប៉េហ្នឹងទេបាទយើងយកមកដាក់ហ្នឹងមកបងប្អូនហើយបើសិនណាបងប្អូនប្រិយមិត្តចង់ដាក់អីគឺមើលតាមខ្ញុំទៅបាទបាច់ចាំហៅជាងមកនាំអស់លុយទេតែបើសិនជាបងប្អូនហើយខ្ជិលការងារប៉ុណ្ណឹងទុកឲ្យជាងអ្នកដាក់មកទៅចែកលុយជាងចាយខ្លះអូខេអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំបានអញ្ចឹងណាជាដំបូងគឺយើងយកជើងវាយកមកគូសសិនមកដើម្បីឲ្យចង់ដឹងថាវិសនឹងវានៅកន្លែងណាខ្លះអញ្ចឹងណាប្រិមិត្តហើយបន្ទាប់មកទៀតគឺយើងត្រូវបុកតាកេបន្ទាប់ពីយើងបុកអញ្ចាំងរួចគឺយើងយកជើងមកយើងវាយតាកេវាយអីចូលហើយសម្រាប់តាកេគឺយើងប្រើតាកេ6លីទេបាទតាកេជ័រហើយបន្ទាប់មកយើងដាក់រងវាមានរងជ័រកន្លែងជើងហ្នឹងការពារកុំឲ្យសើមទឹកទៅឆក់អញ្ចឹងណាប្រិមិត្តហើយបន្ទាប់មកទៀតយើងយកវាមួលចាប់ជាប់កន្លែងដែលយើងបុកហ្នឹងទៅហើយដល់ពេលយើងមួលហ្នឹងយើងរឹតវាខ្លាំងទៅតាមពិតខ្ញុំមានម៉ូទ័របាញ់វីដែរតែខ្ញុំអត់ប្រើខ្ញុំប្រើទូលាវីហ្មងទៅបន្ទាប់មកទៀតយើងយកអាម៉ាស៊ីនរបស់យើងដាក់អញ្ចឹងមកបងប្អូនយើងត្រូវមួលអាកម្របនេះចេញមកដើម្បីយើងចាប់អាក្បាលវាតែម្ដងបន្ទាប់មកទៀតបងប្អូនមួលតាមខ្ញុំរួចហើយក៏យើងយកអានេះអាសយោវានេះយកមកភ្ជាប់កន្លែងដែលយើងបញ្ចេញទឹកមកចូលទៅខាងក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងណាបន្ទាប់មកទៀតបងប្អូនយកអាទឹកកាឈូកនេះក្បាលកាឈូកហ្នឹងយើងយកមកដាក់ខាងនេះម្ដងអាហ្នឹងសម្រាប់ទឹកចេញហើយអាពណ៌ខៀវនោះគឺសម្រាប់ទឹកចូលអញ្ចឹងយើងស្រេស្រង់មួលតាមខ្ញុំអញ្ចឹងទៅប្រិមិត្តបន្ទាប់មកទៀតគឺយើងមកស្វែងរកខ្សែភ្លើងឬក៏តេស្តភ្លើងសិនចង់ដឹងវាមានភ្លើងអត់អញ្ចឹងខ្សែនេះអត់មានភ្លើងទេមានន័យថាគេអត់ទាន់បញ្ចូលភ្លើងនៅក្នុងខ្សែហ្នឹងទេដូចនេះយើងត្រូវគាស់អាកន្លែងហ្នឹងមកបាទកន្លែងកងតាក់ហើយនឹងព្រីហ្នឹងយើងគាស់វាចេញហើយបន្ទាប់ពីយើងគាស់ចេញហើយយើងមួខ្ចៅវាមើលចង់ដឹងថាតើគេបញ្ចូលភ្លើងនៅក្នុងហ្នឹងហើយឬនៅឬក៏អូសខ្សែដាក់នៅក្នុងហ្នឹងហើយឬនៅព្រោះដោយសារតែយើងវាស់មិញហ្នឹងគឺអត់មានភ្លើងទេហើយសម្រាប់ភ្លើងបងប្អូនបាទកុំភ្លេចពាក់ស្បែកជើងផងបាទប្រុងប្រយ័ត្នទាំងអស់គ្នាឥឡូវហ្នឹងគឺថាខ្ញុំដោះហើយយើងចាប់ផ្ដើមមកស្ទង់ភ្លើងមើលតាមពិតខ្សែភ្លើងនៅពេលដែលគេចាប់ជាប់ព្រីអញ្ចឹងបាច់ស្ទង់ក៏យើងដឹងដែរថាគេដាក់តាមអក្សរបាទមានភ្លើងមានណឺតមានអីចឹងទៅមានម៉ាស់មានអីចឹងទៅបាទគេមានអក្សរតាងរបស់គេហើយឥឡូវនេះគឺអានេះភ្លើងបាទអញ្ចឹងយើងចាប់ផ្ដើមរកខ្សែហើយអាខ្សែដែលយើងតទៅខាងអាម៉ាស៊ីនទឹកក្តៅនៅខាងក្នុងហ្នឹងមិនដឹងនៅណាទេយើងកំពុងស្វែងរកសិនខ្ញុំរកមកសន្ទុះដែរហ្នឹងប្រិមិត្តបាទនេះគឺភ្លើងបាទចាក់ឲ្យបងប្អូនមើលសិនបាទនោះភ្លឺបាទមានន័យថាវាភ្លើងហើយបាទឥឡូវយើងរកខ្សែសិនបងប្អូនចង់ដឹងថាខ្សែហ្នឹងវានៅណាឥឡូវយើងរកឃើញហើយប្រិមិត្តគេប្រកបនៅក្នុងហ្នឹងតែម្ដងបាទនៅខាងក្នុងបាទនៅខាងក្នុងហើយខ្ញុំនេះមើលមានឃើញណាអត់ផងអញ្ចឹងយើងអាខ្សែនៅខាងក្នុងហ្នឹងវាមាន2ដល់ពេល2អញ្ចឹងទៅយើងមិនដឹងថាអាខ្សែ2ហ្នឹងខ្សែមួយណាចូលទៅក្នុងបន្ទប់ទឹកនេះបងប្អូននេះខ្សែនេះឃើញទេចុងខ្សែវាហ្នឹងកតុយខ្សែវាហ្នឹងបាទអញ្ចឹងយើងអត់ដឹងថាអាកតុយខ្សែហ្នឹងចូលក្នុងបន្ទប់ទឹកឬក៏អាកតុយខ្សែមួយទៀតទេព្រោះនៅហ្នឹងមានកតុយខ្សែ2បាទអានេះមួយហើយអានេះមួយទៀតបងប្អូននេះឃើញទេបាទអញ្ចឹងគឺយើងអត់ដឹងថាអាណាបន្ទប់ទឹកអាណាក្រៅបន្ទប់ទឹកទេអញ្ចឹងឥឡូវយើងចាប់ផ្ដើមតេស្តវាស់វាមើលថាវាមានភ្លើងឬអត់ចូលនៅក្នុងបន្ទប់ទឹកឬអត់ចឹងណាឥឡូវយើងចាប់ផ្ដើមមកតេស្តទាំងអស់គ្នាបាទយើងយកប៊ិចភ្លើងមកបាទយកប៊ិចភ្លើងមកឃើញថាយើងយកប៊ិចភ្លើងយកមកដាក់គឺវាមានភ្លើងហើយអញ្ចឹងមានន័យថាខ្សែដែលយើងបញ្ចូលមិញហ្នឹងគឺខ្សែរបស់វាហ្នឹងហើយគូវាហើយបាទគូប្រេងពីអតីតជាតិឥឡូវយើងចាប់ផ្ដើមដាក់មកបាទចេញភ្លើងយើងកាត់តបរយបងប្អូនអញ្ចឹងខ្ញុំសូមមកមើលសម្ភារៈដែលខ្ញុំត្រូវប្រើសិនខ្ញុំរកប្រដាប់កាត់ខ្សែភ្លើងបងប្អូននេះប្រដាប់កាត់ខ្សែភ្លើងខ្ញុំហើយនឹងស្គុតតោះយើងឥឡូវនេះគឺយើងកាត់តហើយបាទដាក់ទៅពីលើម៉ាស៊ីនហ្នឹងតែម្ដងកុំដាក់ទាបពេកខ្លាចឆ្លងទឹកចឹងណាយើងដាក់ពីលើចឹងមកប្រិមិត្តបាទដាក់ទៅជាប់តែម្ដងបាទហើយបន្ទាប់មកយើងស្រេស្រង់មួលអានេះចេញមកហើយមុនមួលបងប្អូនបិទទឹកផងប្រយ័ត្នតែអត់បិទទឹកហ្នឹងមួលមកធ្លាយវល់ហើយបាទយើងបិទទឹកហើយចាំយើងមួលប្រិមិត្តបាទមួលហើយយើងយកអាសយោខាងក្រោមយកមកដាក់ចូលវាមកគឺរួចរាល់ហើយប្រិមិត្តនេះអាសយោនេះយើងយកមកចាប់មកឈប់សិនឥឡូវដូចថាឃើញវាបិទរុនអញ្ចឹងណាយើងមួចេះមក
បងប្អូនmuaតាមខ្ញុំទៅបាទងាយវិធីងាយបងប្អូនចង់ចេះតលខ្លួនឯងមើលតាមខ្ញុំហើយដែលចេះតហើយបាទអត់មានអីបាក់ទេបាទដោយសារតែខ្សែមានស្រាប់អីស្រាប់អញ្ចឹងយើងកំងពីស្រុកក្រៅមកហើយបងប្អូនរឹតវាជាប់ទៅកុំឲ្យវាជ្រាបទឹកអញ្ចឹងណាបាទអញ្ចឹងការងារគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺមានតែប៉ុណ្្នឹងទេឥឡូវយើងសេរីស្រង់ដោតភ្លើងមើលវាមិនវិញហើយអាខាងលើនេះគឺយើងដូរវាទៅកុំឲ្យវាខ្វែងគ្នាហើយសម្រាប់ខ្សែយើងដាក់អឹបអញ្ចឹងទៅប្រិមិត្តកុំឲ្យទើសញ៉ៃអញ្ចឹងណាឥឡូវហ្នឹងឃើញថាវាចូលភ្លើងវាមានភ្លើងហើយនេះសម្រាប់សីតុណ្ហភាពរបស់វាបងប្អូនដាក់ធំ50អីចឹងទៅក្តៅណាបងប្អូន50ថយទៀតចឹងទៅបាទអាស្រ័យលើបងប្អូនបន្ថយប៉ុន្មានថយអានេះខ្ញុំគ្រាន់ចុចឲ្យបងប្អូនទស្សនាមើលលេងទេដោយសារតែម៉ាស៊ីនទឹកក្តៅទឹកត្រជាក់នេះស្អាតណាបាទឥឡូវហ្នឹងគឺថាយើងរួចរាល់100%ហើយបាទណែមេដៃមួយលុយ